តែជាអកុសលគេមិនបានទុកអាយុជីវិតលោកបណ្ឌិតឲ្យរស់នៅបានជួបជុំយើងដែលជាមហាគ្រួសារខ្មែរនឹងបានថិតថេរចេរកាលទេគេត្រូវផ្ដាច់អាយុសង្ខាររបស់លោកបណ្ឌិតចាក់ចោលមានទុកប្រទេសដល់ទីកំសត់ចាក់ចោលទឹកចិត្តប្រជាពលរដ្ឋខ្មែរទូទៅទាំងអស់ការបាត់បង់លោកបណ្ឌិតកែមលីនេះគឺជាការបាត់បង់នៅលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជារដ្ឋយើងនេះយ៉ាងធ្ងន់ធ្ងរជាទីបំផុតតែការបាត់បង់បណ្ឌិតកែមលីមួយនេះយើងសន្មតថាបាត់ហើយចាក់ចោលយើងហើយប៉ុន្តែនៅមានបណ្ឌិតកែមលីជាច្រើនបណ្ឌិតកែមលីរាប់ពាន់រាប់ម៉ឺនជាអ្នកក្រោកឈរឡើងដើម្បីការពារយុត្តិធម៌និងលើកតម្កើងនៅប្រព័ន្ធយុត្តិធម៌ក្នុងសង្គមយើងឲ្យរីកចម្រើនតទៅមុខទៀតដូច្នេះហើយអាត្មាសូមចូលរួមជាមួយក្រុមគ្រួសារសពបណ្ឌិតកែមលីដែលជាមេដាវិភាគដ៏ល្អនៅក្នុងសង្គមខ្មែរយើងនេះដោយយល់ឃើញអំពីសង្ខារធម៌ទាំងឡាយដែលមិនទៀងដែលជាទុក្ខជាអនត្តានេះយើងទាំងអស់ធ្លាប់បានស្ដាប់បានពិចារណារឿយហើយអំពីអភិវឌ្ឍខោមេជីវិតាំងឬជីវិតនៃអាត្មាអញនេះមិនទៀងទាត់ថាថេរជារកាលទេភូយ៉ាងករណាឯកាំងសេកាំងសេចក្តីស្លាប់ទៀងណាស់មិនគ្លៀងឡើយអវត្តសੰវៈយាមានតាទាំងអាត្មាអញគង់តែនឹងស្លាប់ដោយពិតបើរឿងសេចក្តីស្លាប់នោះវាគង់តែស្លាប់ដោយពិតមែនតែការស្លាប់បាត់បង់របស់បណ្ឌិតកែមលីនេះគឺជាការស្លាប់ទាំងមានន័យស្លាប់ទាំងមានកិត្តិយសព្រោះអាស្រ័យហេតុនៃទឹកចិត្តដ៏បរិសុទ្ធឧត្តមកតេប្រកបដោយសតិនិងសម្បញ្ញៈនឹករលឹកសេចក្តីល្អនឹករលឹកដល់ការស្រឡាញ់ជាតិសាសនាស្រឡាញ់ប្រជាពលរដ្ឋព្រះសម្ពុទ្ធជាម្ចាស់ព្រះអង្គត្រាស់សម្ដែងថាស្លាប់បែបនេះស្លាប់តែរូបកាយទេប៉ុន្តែចិត្តគំនិតមិនអាចស្លាប់ទៅតាមរូបកាយនឹងបានទេសូមញាតិញោមទាំងអស់មេត្តាជ្រាបថាអ្វីអាចផ្ដាច់ផ្ដាល់ជីវិតសង្ខារយើងបានប៉ុន្តែសេចក្តីល្អគុណធម៌ចរិយាមារយាទដែលលោកបណ្ឌិតកែមលីលោកបានតាំងលងហើយនៅក្នុងធម៌ពីប្រការគឺសតិនិងសម្បញ្ញៈនេះមិនអាចស្លាប់បាត់បង់ទៅតាមបណ្ឌិតកែមលីបានឡើយចរិយាមារយាទដ៏ល្អគំនិតចំណេះវិជ្ជាដែលលោកបណ្ឌិតបានបន្សល់ទុកគឺនៅលើយើងគ្រប់គ្នាទាំងឯងជាអ្នករលឹកជាអ្នកនឹកឃើញដូច្នេះហើយការបាត់បង់បណ្ឌិតកែមលីនេះយើងសន្មតថាបាត់តែរូបកាយប៉ុន្តែគុណធម៌សេចក្តីល្អគឺមិនអាចបាត់ទេហើយក៏សូមកោតសរសើរដោយស្មោះស្ម័គ្រជាទីបំផុតចំពោះទឹកចិត្តរបស់ព្រះករុណាគ្រប់អង្គញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលជាមហាគ្រួសារខ្មែរក្នុងប្រទេសនិងក្រៅប្រទេសដែលលោកយកប្រទេសទុកដាក់ស្រឡាញ់គ្រប់គ្រងលើកតម្កើងនៅវីរៈបុរសរបស់ជាតិយើងដល់ឆ្នើមដែលយើងមិនអាចរកបានឡើយតែចំពោះទឹកចិត្តរបស់ខ្ញុំព្រះករុណាអាត្មាភាពដែលជាប្រសង់ពួកក្នុងពុទ្ធសាសនាដូចព្រះករុណាគ្រប់ព្រះអង្គដែរនឹកឃើញតែតូចចិត្តបន្តិចតូចចិត្តត្រង់ថាហេតុអ្វីណោបានជាអ្នកដឹកនាំប្រទេសខ្មែរទាំងមូលរក្សាការពារនៅអ្នកដែលមានទឹកចិត្តស្នេហាជាតិដោយលោកបណ្ឌិតកែមលីឬក៏អ្នកស្រឡាញ់យុត្តិធម៌ការពារប្រព័ន្ធយុត្តិធម៌ហេតុអីណោបានជារក្សាអាយុជីវិត
លោកបណ្ឌិតកែលៃនេះឲ្យគង់វងមិនបានតែអាថាបន្ទោសតិចក៏ថាបានថាមិនបន្ទោសក៏ថាបានដែរព្រោះអាត្មានឹកឃើញថាបើយើងនិយាយភាសាសាមញ្ញថានេះជាកម្មជាអកុសលជីវិតនេះមានកុសលនិងអកុសលជាហេតុតាក់តែងអាត្មាយល់ហើយតែបើយើងនិយាយពីភាសាបច្ចុប្បន្នយើងនិយាយពីភាសាបច្ចុប្បន្នឲ្យញាតិញោមងាយស្ដាប់ឲ្យញាតិញោមងាយយល់ថាហេតុអ្វីនោះជីវិតរបស់លោកបណ្ឌិតកែមលីដែលជាអ្នកក្លាហានក្នុងការបញ្ចេញមតិមិនខ្លាចសេចក្តីស្លាប់តស៊ូដើម្បីពុបប្រហែលជាមានទុកប្រទេសហេតុអីបានជារដ្ឋាភិបាលរក្សាជីវិតលោកកែមលីនឹងមួយមិនបាននឹងជាការបញ្ជាក់ថាប្រព័ន្ធយុត្តិធម៌នៅក្នុងរាជាណាចក្រកម្ពុជាដែលឈ្មោះថាព្រះរាជាណាចក្រអធិរាជកំពុងធ្លាក់ចុះមិនមែនកើតឡើងទេកំពុងតែធ្លាក់ចុះហើយកំពុងតែដំក្បាលចុះហើយដូច្នេះអាត្មាសោកស្ដាយណាស់សោកស្ដាយជាទីបំផុតនឹកឃើញថានឹងជារឿងកម្មហើយប៉ុន្តែជាញោមខ្លះគាត់មិនបានយល់ទេមកក៏មិននិយាយឲ្យវែងឆ្ងាយអីពីរឿងកុសលនិងអកុសលដែរប៉ុន្តែយើងនិយាយអំពីភាសាគេស្ដាប់បានពីបច្ចុប្បន្ននេះព្រោះលោកបានសន្យាឲ្យថារក្សាការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋហើយបើបានដឹងដំណឹងដឹងហេតុដឹងផលថាលោកកែវលីនោះលោកជាអ្នកឯករាជ្យលោកមិនមែនជាអ្នកចំណុះឲ្យបាក់បុគ្គលណាទេចុះហេតុអីគ្រាន់តែរក្សាជីវិតមួយនឹងមិនបានអានឹងហើយជាការបញ្ជាក់ថាអសមត្ថភាពជាការបញ្ជាក់ឲ្យឃើញថាប្រព័ន្ធយុត្តិធម៌ដែលបុគ្គលគ្រប់រូបត្រូវអាស្រ័យត្រូវទទួលយកហើយបានក្នុងសង្គមការគោរពសិទ្ធិមនុស្សធ្លាក់ចុះហើយតើសង្គមនេះបានសុខដែរឬអត់ប្រកបជាមិនបានសុខទេវាមានតែសេចក្តីទុក្ខទេដែលកើតឡើងវាមានតែសេចក្តីហិង្ហោចសេចក្តីវិនាសសេចក្តីខ្លោចសារទេដែលវាកើតឡើងបើយើងរំពឹងថាប្រព័ន្ធយុត្តិធម៌ធ្លាក់ចុះហើយស្រាប់តែមានការអភិវឌ្ឍរីកចម្រើនលេចធ្លោគួរកត់សម្គាល់វាគ្មានទេវាអត់មានទេណាញាតិញោមដូច្នេះអាត្មាទេសនានេះគឺអំពីការធ្លាក់ចុះប្រព័ន្ធយុត្តិធម៌អាត្មាមិនបានទៅរៀបរៀងបុគ្គលណាទេព្រោះថាព្រះសម្ពុទ្ធបរមគ្រូជាម្ចាស់ព្រះអង្គត្រាស់សម្ដែងថាកិរិយាមិនបៀតបៀនគឺកិរិយាសំរួមចំពោះសត្វទាំងឡាយនៅក្នុងโลกនេះរមែងនាំមកនៅសេចក្តីសុខដ៏ប្រកបនៅក្នុងโลกនេះនៅក្នុងโลกដែលយើងកំពុងឃើញโลกដែលយើងកំពុងឮโลกដែលយើងកំពុងដឹងក្លិនโลกកំពុងដែលយើងដឹងរស់នេះโลกនៃអយតនៈទាំង6នេះដល់បើព្រះអង្គត្រាស់សម្ដែងថាសេចក្តីសុខគឺកើតមកអំពីការមិនបៀតបៀនគឺការសំរួមចំពោះសត្វទាំងឡាយហ្នឹងហើយព្រះអង្គត្រាស់សម្ដែងហើយប្រទេសខ្មែរយើងជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាជាអ្នកគោរពទៅតាមគោលការណ៍ព្រះពុទ្ធសាសនាដោយយកធម្មមាធិបតេយ្យជាធំយកច្បាប់គឺការគោរពច្បាប់អនុវត្តតាមច្បាប់របស់ព្រះពុទ្ធសាសនាដែលយើងតែសង្កត់ថាជាសាសនាព្រះមហាក្សត្រតែមកដល់បច្ចុប្បន្ននេះឃើញថាមានការបៀតបៀនម្នាក់ហើយម្នាក់ទៀតម្នាក់ហើយម្នាក់ទៀតមិនចេះចប់មិនចេះគ្រប់មិនចេះលមោហើយមិនព្រមយកតាមអវាទដែលព្រះអង្គត្រាស់សម្ដែងថាសេចក្តីសុខក្នុងលោកគឺកើតមកអំពីការមិនបៀតបៀនគឺការដាក់ចុះនៅអាជ្ញាតែឥឡូវនេះយើងអត់ព្រមដាក់ចុះទេអត់ព្រមដាក់ចុះទេគឺរឹតតែបង្កើនរឹតតែចម្រើនឡើងនៅអំពើអយុត្តិធម៌នៅក្នុងសង្គមអានេះជាការបាត់បង់មួយដ៏ធ្ងន់ធ្ងរជាទីបំផុតបាត់បង់នេះបាត់បង់ធំធេងជាទីបំផុតមិនអាចគណនាបានតែសូមសរសើរទឹកចិត្តរបស់ពលរដ្ឋគ្រប់រូបដែលបានចូលរួមជាពិសេសគឺខ្ញុំប្រកាសណា
អបគុណជាអាណាចក្រការជំនួសក្រុមគ្រួសាររបស់លោកបណ្ឌិតកែលីក្នុងនាមអាត្មាជាគ្រួសារខ្មែរមួយរូបសូមកោតសរសើរស្រឡាញ់ចំពោះបកណាគ្រប់អង្គញាតិញោមជាពុទ្ធបរិស័ទទាំងអស់ក្នុងប្រទេសក្រៅប្រទេសដែលអស់លោកយកចិត្តទុកដាក់យ៉ាងធ្ងន់ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងសង្គមខ្មែរយើងនេះដែលមានការធ្លាក់ចុះហើយធម៌ទេសនារបស់អាត្មាដែលសម្ដែងក្នុងឱកាសថ្ងៃនេះគឺសម្ដែងឲ្យចំមិនឲ្យខុសទេគឺសម្ដែងថាសូមឲ្យប្រព័ន្ធដឹកនាំរដ្ឋមេត្តាគិតគូរសារឡើងវិញអំពីប្រព័ន្ធយុត្តិធម៌គឺការគោរពសិទ្ធិមនុស្សនេះកំពុងធ្លាក់ចុះហើយកំពុងធ្លាក់ចុះយ៉ាងធ្ងន់ជាទីបំផុតតែឥឡូវយើងគិតមករកធម៌ព្រះពុទ្ធវិញគិតមករកធម៌ព្រះពុទ្ធដែលយើងងាយស្ដាប់បានវិញអាត្មាសម្ដែងអំបញ្ញវិញអំពីប្រព័ន្ធយុត្តិធម៌ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងព្រះអង្គត្រាស់សម្ដែងថាសត្វទាំងឡាយត្រូវពឹងអាស្រ័យនៅធម៌អ្នកណាប្រព្រឹត្តប្រតិបត្តិធម៌តែរក្សានៅបុគ្គលនោះតែបើបុគ្គលណាដែលមិនរក្សានៅធម៌របស់សប្បុរសធម៌របស់សប្បុរសក៏មិនបានចូលទៅកាន់រក្សាបុគ្គលនោះដែរដូច្នេះញាតិញោមជាពុទ្ធបរិស័ទទាំងអស់គួរបីមានធម៌ជាទីពឹងមានធម៌ជាទីរលឹករឿយគឺសិក្ខាបទ5ព្រះសម្មាសម្ពុទ្ធព្រះអង្គហាមចំណុចសំខាន់គោលការណ៍ដ៏វិចិត្របំផុតដែលញាតិញោមត្រូវស្ដាប់ត្រូវទន្ទឹងត្រូវពិចារណាគឺការមិនសម្លាប់សត្វនាំសេចក្តីសុខមកបុគ្គលឲ្យមិនលួចទ្រព្យទេមិនប្រព្រឹត្តខុសក្នុងកាមទេមិនពោលពីកុហកមិនផាត់នៅទឹកសវត្ថគឺសូរានិងលេរ៉ៃអ្នកណាមានសិល5គឺអ្នកនឹងឈ្មោះថាជាអ្នកគោរពសិទ្ធិមនុស្សអ្នកណាមានសិល5អ្នកនោះឈ្មោះថាមានសញ្ញាបត្រមនុស្សអ្នកណាគ្មានសិល5អ្នកនោះឈ្មោះថាជាដេកដេញខានអ្នកណាគ្មានសិល5អ្នកនោះឈ្មោះថាជាប្រែតអ្នកណាគ្មានសិល5អ្នកនោះឈ្មោះថាជាបុគ្គលទទេដាច់សិល5គឺជាហេតុធ្លាក់ប្រែតគឺជាផលប្រព័ន្ធយុត្តិធម៌ធ្លាក់ចុះគឺជាហេតុប្រទេសកើតកលយុគវឹកវរគឺជាផលហើយមិនបានទៅបន្ទោសបុគ្គលណាបានអ្នកនេះមួយបកកភាពចរាចរណ៍ក្នុងសង្គមអ្នកនោះបញ្ឆាំងអ្នកនេះចេះអ្នកនោះចោលហើយដាក់ទោសដាក់ទណ្ឌកម្មដល់បុគ្គលណាមួយថាឲ្យស្ងប់រឿងហ្នឹងអត់ស្ងប់ទេហេតុអ្វីបានជាចាប់អ្នកនេះដាក់គុកបុគ្គលនោះដាក់គុកហើយមិនស្ងប់ព្រះអង្គត្រាស់សម្ដែងតែថាស្ងប់មកពីប្រព័ន្ធដឹកនាំឬប្រមុខដឹកនាំលោកយល់ថាអ្វីទៅជាសញ្ញាបត្ររបស់មនុស្សអ្វីទៅដែលជាការធ្លាក់ចុះតតថ្នាក់ដឹកនាំនោះយល់ឲ្យច្បាស់ក្នុងហេតុនិងផលស្លាប់លោកបណ្ឌិតកែវលីគឺជាហេតុធ្លាក់ចុះប្រព័ន្ធយុត្តិធម៌គឺជាផលស្លាប់លោកបណ្ឌិតកែវលីគឺជាហេតុប្រជាពលរដ្ឋយល់ដឹងប្រព័ន្ធយុត្តិធម៌គឺជាផលការដាក់ខ្លាំងហើយចម្រើនទៅទៀតចឹងបានទាញចាក់លោកថាស្លាប់មួយកើត100ដល់ស្លាប់100កើត10000ដល់ស្លាប់10000កើត1កោដហើយអ្វីបានព្រះអង្គត្រាស់សម្ដែងអញ្ចឹងគឺមានហេតុនិងផលមានហេតុនិងផលច្បាស់ណាស់ស្លាប់លោកបណ្ឌិតគឺជាហេតុខ្មែរក្រោកធោឡើងគឺជាផលញាតិញោមចង់ស្ដាប់បន្តទៀតទេញាតិញោមលើកដៃសំពះគឺជាហេតុបានបុណ្យត្រង់កាយវាចាស្អាតគឺជាផលស្បត់គឺជាហេតុមិនអនុវត្តតាមការស្បត់គឺជាផលដឹកនាំមិនត្រឹមមិនត្រូវមិនច្បាស់មិនលាស់មិនប្រកបអត់ឃើញទោសរបស់ខ្លួនឃើញតែទោសគេអាហ្នឹងគឺជាហេតុដល់តែគេយល់ដាក់ពីរឿងហេតុនិងផលច្បាស់គេធុបគ្រប់គ្រងគឺជាផលហ្នឹងហេតុផលដល់ហ្នឹង
luôn hai pho nó bị sẽ bằng na hai đôi sầm lạc kê cứ chỉ hai lẹ phải cứ chia miền bê ta cứ chỉ hai mình sầm lạc cứ chia miền sa cứ chỉ hai mình luôn mình cột rứt hột nó bài chạy về riết cứ chia mình sầm lạc kê cứ chỉ hai là thàn nó cứ chỉ là bà nó đâu sầm lạc kê cứ chỉ hai vật bố cứ chia là vật bố đó như dùng cha nam đó tinh thần mà tiền cho biên đấy mà tiền tam thôi mà bàn bạc ca mà bàn bạc ca cao đi tiền na cao muốn mà tiền tam thôi đấy mà cho biên bộ cô na đấy bộ cô mình tay sòng tay ở không đi càng phân đi hay mà sang na chưa sòng tay cứ quay ở trong tay mà đó thôi đấy mình về thôi đi tại bây bộ cô liệp vô trong quạt không phù đấy thôi nó cứ quay ở trong cả đà các bà này mà đỏ nó vừa dương dây pin tiền xa sầm máy đấy nè mẹ tụi bay này đấy thì mày nguyên ngon tại sầm tay ở trong hai pho là nhìn dùng tinh cho thì già na cho phần tinh cam của chùa rót chia rồi bọc nhà na chia rồi bọc mai rồi bọc thì mai đâu căn ấy cănพอบอกกับคนบางเราไล่หลักที่ไปเที่ยวทับปัตตานีอันนั้นเนี่ยห้ามเกี่ยวกับเอาไปเที่ยวปีหลักที่ไปเที่ยวทับปัตตานีเนี่ยนั้นปีเที่ยวไอ้คือจีบไปนะมันเป็นเทวดามันเป็นมนุษย์นี่นะนี่จะโดนจะลองนะหากมาหาจอมก็หมดพอกับคนคนใดมาจังโอ้ให้มาหาจอมไปมาโมยเที่ยวโดนโลกาเลยก็ไปหนึ่งมาปลอกสลับตรงนี้โอ้nè như cô bị cha na về tên bị cha na ta nè na ham kia mình ao thì kia ở pin là khi bị chia ra bàn tay sức giờ đây kia mà bông mà đúng nè nó cứ chịu phải mẹ cứ chịu mà đúng thế đó còn vô cho lắm bông mà đúng cứ trống bấn khó sắp ở đó là bông mà đúng được này và thoa tiền na mà sầm tay mô nó ở càng ngày đi đàn bay trùng luôn rồi lên bắt đầu nặng túc tục đọc kiềm trong cái tí bóng thốt rồi bóng bộ hát lua sang mai đại lô phần đất lô đăng hơi lô lưng hơi tay lô sọc chết nè con là dùng chỉ vứt làm bay bóng và hai chiếc viên tốt vật đi rồi bóng ạc ma rồi bóng nhiên vô rồi bóng cả nạc lô áo đi ạc ma xô cao sở xa đầu smart bóng bị lưng chết hơi còn rô con là một na đây là o đang viên thang tiếc sở lanh